ជំរាបសួរបងប្អូនប្រិយមិត្តទស្សនិកជនជនរួមជាតិជាទីគោរពរាប់អានសូមស្វាគមន៍មកកាន់ការផ្សាយព័ត៌មានពិសេសប្រចាំថ្ងៃទី15ខែមករាឆ្នាំ2026ពី Channel ហៀងសនុវង្សបងប្អូនអើយពិភពលោកនៅដើមឆ្នាំ2026នេះហាក់បីដូចជាកំពុងជួបនៅព្យុះភ្លៀងនៃព្រឹត្តិការណ៍ធំៗជាច្រើនដែលយើងនឹកស្មានមិនដល់ក្នុងវីដេអូដ៏វែងអនឡាញនៅថ្ងៃនេះខ្ញុំបាទនឹងនាំអារម្មណ៍បងប្អូនទៅជួបជាមួយរឿងរ៉ាវដ៏រន្ធត់ចំនួន3ធំរឿងទី1គឺកម្មផលឬយ៉ាងណាប្រទេសថៃកំពុងញ៉ាំញីដោយគ្រោះថ្នាក់សំណង់បន្តបន្ទាប់សម្រាប់មនុស្សរាប់សិបនាក់រឿងទី2ភាពអាម៉ាស់របស់កងទ័ពថៃដែលល្បីថាខ្លាំងប៉ុន្តែបែរជាពុលកញ្ឆាដេកដួលរណុករណែលនិងរឿងទី3ដែលជាដំណឹងដ៏តក់ស្លុតសម្រាប់បងប្អូនចង់ទៅអាមេរិកគឺលោក Donald Trump បានសម្រេចចិត្តបិទគប់ទីតាការអន្តរប្រវេសន៍លើ75ប្រទេសរួមទាំងកម្ពុជាយើងផងដែរសូមតាមដានជាមួយខ្ញុំបាទដោយយកចិត្តទុកដាក់ព្រោះព័ត៌មាននេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បងប្អូនខ្មែរយើង1សោកនាដកម្មនៅប្រទេសថៃយើងចាប់ផ្ដើមព័ត៌មានដំបូងពីប្រទេសជិតខាងយើងគឺប្រទេសថៃបងប្អូនពិតជាបានជ្រាបហើយថាក្នុងរយៈពេលតែ3ថ្ងៃចុងក្រោយនេះប្រទេសថៃបានជួបគ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់បំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសំណង់ផ្លូវល្បឿនលឿនរបស់គេកាលពីម្សិលមិញថ្ងៃទី14មករាពិភពលោកបានភ្ញាក់ផ្អើលម្ដងរួចមកហើយនៅករណីគ្រឿងចក្រស្ទូតខ្នាតយ៉ាក់បានបាក់ធ្លាក់សង្កត់លើទូរថយន្តភ្លើងបណ្ដាលឲ្យមនុស្សស្លាប់ដល់ទៅ32នាក់និងរបួសក្បែរ70នាក់ប៉ុន្តែអ្វីដែលមិនគួរឲ្យជឿនោះគឺនៅព្រឹកថ្ងៃទី15មករានេះហេតុការណ៍ស្រដៀងគ្នានេះបានកើតឡើងម្ដងទៀតនៅលើកំណាត់ផ្លូវរាមា2ក្នុងខេត្តសមុទ្រសាខរគ្រឿងចក្រស្ទូតសំណង់បានបាក់រលំសង្កត់លើផ្លូវសារជាថ្មីបណ្ដាលឲ្យមនុស្ស2នាក់ទៀតបាត់បង់ជីវិតភ្លាមនៅនឹងកន្លែងបងប្អូនសាគិតមើលចុះផ្លូវរាមា2នេះគឺជាផ្លូវដែលថៃសាងសង់មិនចេះចប់មិនចេះហើយឥឡូវនេះវាបានคล้ายជាផ្លូវមរណៈបាត់ទៅហើយអាជ្ញាធរថៃកំពុងតែវង្វេងវង្វាន់មិនដឹងថាត្រូវដោះស្រាយបែបណាខណៈដែលមហាជនចាប់ផ្ដើមរិះគន់យ៉ាងចាក់ដៃពីប្រព័ន្ធសុវត្ថិភាពប៉ុន្តែនៅក្នុងន័យវិភាគវិញបងប្អូនដឹងទេថាប្រជាជនកម្ពុជាយើងជាច្រើនបានលើកឡើងថានេះប្រហែលជាកម្មផលដែលថៃកំពុងតែសងទៅវិញកន្លងមកថៃបានធ្វើទង្វើមិនគប្បីជាច្រើនមកលើកម្ពុជាមានទាំងការរំលោភបំពានលើដែនអធិបតេយ្យការលួចប្លន់ទ្រព្យសម្បត្តិបុព្វបុរសខ្មែរនិងការប្រមាថមើលងាយដល់រូបសំណាកសក្ការៈរបស់ខ្មែរយើងនៅទីដែលអ្នកធ្វើអំពើមិនល្អលើទឹកដីដែលមានបារមីថែរក្សាពេលខ្លះធម្មជាតិនិងប្រលឹងដូនតាអាចនឹងដាក់ទោសទណ្ឌវិញប្រសិនបើថៃនៅតែបន្តមហិច្ឆតាឈ្លានពានកម្ពុជាទៀតគ្រោះមហន្តរាយដែលកើតឡើងដោយឯកបែបនេះអាចនឹងបន្តកើតមានមិនចេះចប់ឡើយទី2ភាពអាម៉ាស់របស់កងទ័ពថៃនិងរឿងរ៉ាវកញ្ឆាក្រៅពីគ្រោះថ្នាក់សំណង់រឿងរ៉ាវមួយទៀតដែលធ្វើឲ្យថៃល្បីអាសោចពេញពិភពលោកនាដើមសប្តាហ៍នេះគឺករណីទាហានថៃពុលកញ្ឆាបងប្អូនស្រមៃមើលចុះកងទ័ពដែលគេចាត់ទុកថាជាបង្គោលការពារជាតិបែរជាមកដេកប្រកែកប្រគិនបាត់បង់ស្មារតីដោយសារតែការប្រើប្រាស់កញ្ឆាហួសកម្រិតទៅវិញហេតុការណ៍នេះបានបណ្ដាលឲ្យទាហានថៃជាង30នាក់ត្រីរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍ដែលទាហានម្នាក់ស្រវឹងកញ្ឆាហើយបង្កចលាចលនេះគឺជាភាពអាម៉ាស់បំផុតខណៈដែលកងទ័ពថៃកំពុងព្យាយាមបង្ហាញសាច់ដុំនៅតាមព្រំដែនកម្ពុជាប៉ុន្តែផ្ទៃក្នុងបែរជាទុនជ្រាយវិន័យធូររលុងនិងពាក់ព័ន្ធនឹងគ្រឿងញៀនបែបនេះតើពិភពលោកនឹងមើលមកថៃបែបណាតើកងទ័ពបែបនេះឬដែលហ៊ានអួតអាងពីអធិបតេយ្យភាពនេះបង្ហាញឲ្យឃើញថាថៃកំពុងតែចុះខ្សោយពីខាងក្នុងហើយគ្រោះថ្នាក់ផ្សេងដែលកើតឡើងគឺជាសញ្ញាព្រមានដ៏ធំមួយសម្រាប់រដ្ឋាភិបាលទីក្រុងបាងកក3អាមេរិកផ្អាកទាតការ75ប្រទេសនិងផលប៉ះពាល់ដល់កម្ពុជាឥឡូវនេះយើងងាកមកមើលព័ត៌មានដ៏ក្តៅបំផុតមួយទៀតដែលបងប្អូនខ្មែរយើងកំពុងតែបារម្ភគឺរឿងការសុំទាតការវីសាទៅសហរដ្ឋអាមេរិក
โยงตามសេចក្តីរាយការណ៍ពីក្រសួងការបរទេសអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump បានប្រកាសថាចាប់ពីថ្ងៃទី21ខែមករាឆ្នាំ2026ខាងមុខនេះសហរដ្ឋអាមេរិកនឹងផ្អាកដំណើរការផ្ដល់ទេយ្យការអន្តនោប្រវេសន៍សម្រាប់ប្រទេសចំនួន75ដែលក្នុងនោះមានកម្ពុជាថៃឡាវនិងមីយ៉ាន់ម៉ាជាដើមតែហេតុអ្វីបានជាអាមេរិកធ្វើបែបនេះមូលហេតុចម្បងគឺលោក Donald Trump ចង់ពង្រឹងគោលនយោបាយ American First ឬអាមេរិកជាចម្បងលោកចង់ទប់ស្កាត់មិនឲ្យជនអន្តនោប្រវេសន៍ចូលទៅរស់នៅអាមេរិកហើយក្លាយជាបន្ទុកដល់រដ្ឋពោលគឺអ្នកដែលចូលទៅហើយគ្មានសមត្ថភាពហិរញ្ញវត្ថុត្រូវពឹងផ្អែកលើប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលអាមេរិកដូច្នេះអាមេរិកតម្រូវឲ្យអ្នកដាក់ពាក្យត្រូវបង្ហាញភស្តុតាងហិរញ្ញវត្ថុដ៏រឹងមាំបំផុតទើបអាចមានឱកាសបានវីសាសម្រាប់បងប្អូនខ្មែរយើងដែលមានបំណងចង់ទៅរស់នៅអាមេរិកតាមរយៈការធានារបស់បងប្អូនឬស្វាមីភរិយាព័ត៌មាននេះគឺជាឧបសគ្គដ៏ធំហួយវាមានន័យថាដំណើរការឯកសារនឹងត្រូវជាប់គាំងឬរឹតបន្តឹងខ្លាំងជាងមុនរាប់ដងទោះជាយ៉ាងណាក៏ដោយមន្ត្រីអាមេរិកបានបញ្ជាក់ថាទិដ្ឋាការទេសចរឬវីសាដើរលេងគឺមិនទាន់រងផលប៉ះពាល់ធ្ងន់ធ្ងរនោះទេប៉ុន្តែការត្រួតពិនិត្យនឹងត្រូវធ្វើឡើងយ៉ាងម៉ត់ចត់បំផុតនេះគឺជាចំណុចរសើបមួយដែលបង្ហាញថាពិភពលោកកំពុងតែដើរចូលដល់យុគសម័យនៃការបិទរៀងៗខ្លួនប្រទេសមហាអំណាចលែងចង់ទទួលបន្ទុកចិញ្ចឹមមនុស្សមកពីក្រៅប្រទេសទៀតហើយដូច្នេះបងប្អូនដែលកំពុងរៀបចំឯកសារសូមមេត្តាពិនិត្យនិងតាមដានព័ត៌មាននេះឲ្យបានជាប់លាប់ដើម្បីកុំឲ្យចាញ់បោកជនខិលខូចដែលឆ្លៀតឱកាសនេះបោកប្រាស់ប្រាក់កាសបងប្អូន 4. ការវិភាគសរុបបងប្អូនប្រិយមិត្តជាទីគោរពឆ្លងកាត់ព្រឹត្តិការណ៍ទាំង3នេះយើងឃើញថា 1. ប្រទេសថៃកំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរទាំងបញ្ហាសុវត្ថិភាពសំណង់និងវិន័យកងទ័ពដែលយើងមើលឃើញថាជាកម្មផលនៃទង្វើឈ្លានពានរបស់គេ 2. សហរដ្ឋអាមេរិកកំពុងតែផ្លាស់ប្ដូរមុខមាត់ថ្មីដែលធ្វើឲ្យការធ្វើចំណាកស្រុកដោយស្របច្បាប់កាន់តែពិបាកក្នុងនាមខ្ញុំបាទជាម្ចាស់ Channel ហៀងសានុវង្សខ្ញុំចង់ផ្ដាំផ្ញើដល់បងប្អូនថាមិនថាពិភពលោកប្រែប្រួលយ៉ាងណាមិនថាប្រទេសជិតខាងយើងជួបគ្រោះថ្នាក់បែបណាអ្វីដែលសំខាន់បំផុតគឺការសាមគ្គីភាពផ្ទៃក្នុងរបស់ខ្មែរយើងមិនត្រូវត្រេកអរលើទុក្ខសោកនៃអ្នកដទៃទេប៉ុន្តែយើងត្រូវយកវាជាមេរៀនការដែលថៃបាក់គ្រឿងចាក់សម្លាប់មនុស្សគឺជាមេរៀននៃភាពធ្វេសប្រហែសការដែលអាមេរិកបិទវីសាគឺជាមេរៀនដែលប្រាប់យើងថាស្រុកខ្មែរគឺជាកន្លែងដែលមានសុវត្ថិភាពនិងជាជម្រកដ៏ល្អបំផុតសម្រាប់យើងសូមបងប្អូនបន្តតាមដានព័ត៌មានជាមួយខ្ញុំបាទជាបន្តទៀតប្រសិនបើមានបច្ចុប្បន្នភាពថ្មីៗទាក់ទងនឹងចំនួនអ្នកស្លាប់នៅថៃឬការប្រែប្រួលច្បាប់វីសានៅអាមេរិកខ្ញុំបាទនឹងនាំយកមកជម្រាបជូនភ្លាមជាទីបញ្ចប់នេះខ្ញុំបាទសូមអរគុណបងប្អូនប្រិយមិត្តទស្សនិកជនសម្រាប់ការចំណាយពេលតាមដានទស្សនាវីដេអូដ៏វែងអនឡាញនេះតាំងពីដើមរហូតដល់ចប់ប្រសិនបើបងប្អូនពេញចិត្តនៅការវិភាគនិងការផ្ដល់ព័ត៌មានបែបនេះសូមកុំភ្លេចជួយចុច Like Share និង Subscribe Channel ហៀងសានុវង្សដើម្បីជាកម្លាំងចិត្តដល់ក្រុមការងារយើងខ្ញុំតើបងប្អូនយល់យ៉ាងណាដែរចំពោះកម្មផលរបស់ប្រទេសថៃនិងច្បាប់ថ្មីរបស់លោក Donald Trump សូមបញ្ចេញមតិយោបល់របស់បងប្អូននៅខាងក្រោមវីដេអូនេះ